មួយការរៀបចំកិច្ចការនិងគោលដៅច្បាប់3យ៉ាងការចាត់អាទិភាពកិច្ចការជា3កម្រិតបន្ទាន់និងសំខាន់ urgent important សំខាន់ប៉ុន្តែមិនបន្ទាន់ important but not urgent បន្ទាន់ប៉ុន្តែមិនសំខាន់ urgent but not important គោលដៅរយៈពេលការកំណត់គោលដៅជា3យ៉ាងគោលដៅខ្លីអាទិភាព1 3ខែគោលដៅមធ្យមអាទិភាព5 1ខែ1ឆ្នាំគោលដៅវែងអាទិភាព1 3ឆ្នាំឬច្រើនជាងនេះ2ការសម្រេចចិត្តជំហានក្នុងការសម្រេចចិត្តការវិភាគបញ្ហាការពិចារណាជម្រើសការជ្រើសរើសនិងអនុវត្តវិធីសាស្ត្រវិតម្លៃជាទូទៅគេវិតម្លៃក្នុងមាត្រដ្ឋាន3កម្រិតល្អមធ្យមអន់3ការទំនាក់ទំនងគន្លឹះក្នុងការប្រាស្រ័យទាក់ទងស្ដាប់ listen យល់ understand ឆ្លើយតប respond ធាតុនៃទំនាក់ទំនងល្អភាពច្បាស់លាស់ការគោរពភាពស្មោះត្រង់4ជីវិតផ្ទាល់ខ្លួនសុខភាព3ផ្នែកសុខភាពផ្លូវកាយលំហាត់ប្រាណអាហារូបត្ថម្ភសុខភាពផ្លូវចិត្តការសម្រាកការអភិវឌ្ឍខ្លួនសុខភាពសង្គមទំនាក់ទំនងល្អការជួយគ្នាការគ្រប់គ្រងពេលវេលាការងារការសិក្សាការសម្រាកការកម្សាន្តពេលវេលាជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិ5ការអប់រំនិងការរៀនសូត្រដំណើរការរៀនទទួលព័ត៌មានទស្សនាស្ដាប់អានបញ្ចេញយោបល់និងអនុវត្តពិនិត្យឡើងវិញនិងធ្វើឲ្យប្រសើរឡើង6ហិរញ្ញវត្ថុផ្ទាល់ខ្លួនការចែកចាយចំណូលគំរូសាមញ្ញ50តម្រូវការចាំបាច់30តម្រូវការចិត្ត20ការសន្សំនិងវិនិយោគ7ការអភិវឌ្ឍខ្លួនឯងតំបន់អភិវឌ្ឍជំនាញវិជ្ជាជីវៈជំនាញសង្គមនិងទំនាក់ទំនងជំនាញផ្លូវចិត្តនិងផ្លូវវិញ្ញាណសារសំខាន់នៃលេខ3លេខ3ជួយយើងក្នុងការធ្វើឲ្យសាមញ្ញនៅស្ថានភាពស្មុគស្មាញបង្កើតតុល្យភាពក្នុងជីវិតរៀបចំលំដាប់អាទិភាពបានមានប្រសិទ្ធភាពចែកជំហានសម្រាប់សម្រេចគោលដៅក្នុងជីវិតប្រចាំថ្ងៃគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ជីវិតប្រចាំថ្ងៃដោយជួយឲ្យយើងរៀបចំគ្រប់គ្រងនិងសម្រេចបាននូវអ្វីដែលយើងចង់បានក្នុងជីវិតយ៉ាងមានប្រសិទ្ធភាព